កិច្ចជនប្រធានាធិបតីហ្វីលីពីនលោកស្រីសារ៉ាឌូតេតេត្រូវបានចោទប្រកាន់ពីបទពុករលួយប្រឈមមុខនឹងការកាត់ក្តីនៅព្រឹទ្ធសភាសមាជិកសភាហ្វីលីពីនបានបោះឆ្នោតយ៉ាងច្រើនលើសលប់ដើម្បីចាត់ប្រកាន់អនុប្រធានាធិបតីលោកស្រីសារ៉ាឌូតេតេនៅថ្ងៃច័ន្ទទី11ខែឧសភាឆ្នាំ2026ដែលជាបេក្ខជនប្រធានាធិបតីឈានមុខគេសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ2028ដែលបានបញ្ជូនសំណុំរឿងរបស់លោកស្រីទៅកាន់ព្រឹទ្ធសភាសម្រាប់ការកាត់ក្តីលើបទចោទប្រកាន់ដែលអាចបញ្ចប់អាជីពនយោបាយរបស់លោកស្រីសភាតំណាងរាស្ត្របានបោះឆ្នោត255ទល់នឹង26ដែលមានសម្លេងអនុប្រវត្តិចំនួន9ដើម្បីចោទប្រកាន់លោកស្រីសារ៉ាឌូតេតេដែលលើសពីកម្រិត1/3ដែលត្រូវការនេះគឺជាការចោទប្រកាន់លើកទី2របស់លោកស្រីបន្ទាប់ពីការប៉ុនប៉ងឆ្នាំ2024-2025ជាមួយនឹងការចោទប្រកាន់រួមទាំងការប្រើប្រាស់មូលនិធិសម្ងាត់ខុសទ្រព្យសម្បត្តិដែលលើសពីប្រភពចំណូលការសូកប៉ាន់អំពើពុករលួយនិងការគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី Ferdinand Marcos Jr. លោកស្រីទី1 Liza Araneta Marcos និងអតីតប្រធានសភាលោក Martin Romualdez ដែលទាំងអស់នេះត្រូវបានលោកស្រី Sarah Duterte បដិសេធដោយសារសម្ព័ន្ធមិត្តរបស់លោកស្រីគឺប្រធានាធិបតីបច្ចុប្បន្នលោក Ferdinand Marcos Jr. ដែលបានក្លាយជាសត្រូវនឹងគ្នាត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញឲ្យកាន់តំណែងត្រឹមតែមួយអាណត្តិប៉ុណ្ណោះលោកស្រី Sarah Duterte អាយុ47ឆ្នាំគឺជាបេក្ខជនដែលលេចធ្លោជាងគេក្នុងការស្នងតំណែងនៅឆ្នាំ2028ប៉ុន្តែការចោទប្រកាន់លោកស្រីអាចធ្វើឲ្យលោកស្រីចាកចេញពីតំណែងនិងហាមឃាត់ពីតួនាទីសាធារណៈនាពេលអនាគត